យោធាអ៊ីស្រាអែលអះអាងថាមានការវាយប្រហារប្រហែល 2900 លើកនៅមជ្ឈមបូព៌ាក្នុងឆ្នាំ 2025 យោធាអ៊ីស្រាអែលនៅថ្ងៃពុធបានរាយការណ៍ថាបានធ្វើការវាយប្រហារប្រហែល 2900 លើកនៅទូទាំងមជ្ឈមបូព៌ាក្នុងឆ្នាំ 2025 ដែលផ្ដោតសំខាន់លើតំបន់ហ្គាហ្សា អ៊ីរ៉ង់ សេរី និងលីបង់ អ៊ីស្រាអែលបានបន្តការប្រយុទ្ធគ្នាច្រើនជួរមុខពេញមួយឆ្នាំដែលតម្រូវឲ្យមានការចល័តកងទ័ពបន្ថែមយោងតាមទូរលេខដែលខ្លួនបានចេញផ្សាយនៅថ្ងៃយោងតាមទូរលេខដែលខ្លួនចេញផ្សាយនៅចុងឆ្នាំនេះយោធាបានកោះហៅទាហានបំរុងប្រហែល 36,830 នាក់រួមទាំង 54,000 នាក់ដែលលើកមុនត្រូវបានលើកលែងពីការបម្រើការងារយោធាអ៊ីស្រាអែលបានឲ្យដឹងថានៅតំបន់ហ្គាហ្សាជាកន្លែងដែលបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី 10 ខែតុលាកងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារប្រហែល 19,530 លើកយោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សាការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 510 នាក់និងរបួស 1,152 នាក់ផ្សេងទៀតចាប់តាំងពីថ្ងៃទី 11 ខែតុលាមនុស្សសរុបចំនួន 71,269 នាក់ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កាលពីខែមិថុនាអ៊ីស្រាអែលបានចាប់ផ្ដើមយុទ្ធនាការយោធារយៈពេល 12 ថ្ងៃប្រឆាំងនឹងអ៊ីរ៉ង់ដោយចាប់ផ្ដើមនៅថ្ងៃទី 13 ខែមិថុនាដោយប្រទេសទាំងពីរបានផ្លាស់ប្ដូរការវាយប្រហារដោយមីស៊ីលដែលជាការកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីចំនួនស្រមោលនិងប្រុកស៊ីអស់រយៈពេលជាច្រើនឆ្នាំយោធាបានឲ្យដឹងទៀតថាខ្លួនបានវាយប្រហារទីតាំងប្រហែល 1,500 កន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់និងបានសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរចំនួន 11 នាក់និងមន្ត្រីជាន់ខ្ពស់ 30 នាក់រួមទាំងមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់និងប្រធានបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បញ្ជាការភាគខាងជើងបានធ្វើការវាយប្រហារប្រហែល 950 លើកភាគច្រើននៅភាគខាងត្បូងប្រទេសលីបង់ជាកន្លែងដែលអ៊ីស្រាអែលនិយាយថាខ្លួនកំណត់គោលដៅទីតាំងហេបូឡាទោះបីជាមានបទឈប់បាញ់ក៏ដោយនិងនៅក្នុងប្រទេសសេរីជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលបានចូលទឹកដីសេរីនៅកំពូលភ្នំហ៊ីម៉ឺននៅចុងឆ្នាំ 2024 បន្ទាប់មកដោយការវាយប្រហារតាមអាកាសនិងថ្មើរជើងជាញឹកញាប់